Ok, suy sẻ này ok. Thằng này đi chung trong bằng hai nhằm pi nó thọt mấy bản GoPro Hero 9 Black. Ok, ở chúng ăn bọc này mới. Là không nói vì mình khá cứ GoPro Hero 9 Black. Ok. Ok, trên màn hình. Ok, chúng tục vào cái một lại dẫn. Ok, ở trên màn hình cứ cái bộ cái sát cứมีឈ្មោះថា GoPro អូខេឥឡូវយើងអានបុកនេះបើកប្រអប់តែវាមានខ្លះក្នុងហ្នឹងអូខេឥឡូវយើងចាប់អាបង្ហាញពីថ្មវិញម្ដងថ្មមុនគេគឺក្នុងនេះមានដាក់ថ្មឲ្យមួយអូខេឃើញអត់នេះថ្ម GoProអូខេនេះគឺជាថ្មថ្មនេះគឺ2020អូខេទុកក្របសិនទុកទៅនេះហើយខ្ញុំដក GoPro អូខេបរិស័ទ GoPro ខ្ញុំដកថងចេញអូខេឃើញអត់នេះគឺជា GoPro Hero 9 Black គឺស្អាតមែនទែននេះខាងមុខ screen ខាងមុខហើយវាមានប៊ូតុងខាងក្រៅខាងលើគឺសម្រាប់ចុចថតឬចុចបិទ switch ហើយ open អានេះគេខាងkiaនេះគឺ remote នោះមានថា mode នោះមានថាយើងចុចបិទ GoPro 9ហើយនឹងយើងចុចបើកប៉ុន្តែខាងលើនេះគឺយើងសម្រាប់តែយើងថតចុចវីដេអូថតឬក៏ចុចបិទចឹងអូខេខាងក្រោមនេះយើងសម្រាប់ដាក់ connect ជាមួយមួកហើយជិះម៉ូតូឬក៏យើងទៅណាទៅណីជាប់ជាមួយឡានម៉ូតូឬក៏មួកឬក៏កង់ស្រីធ្វើដំណើរចង់ថតទីកន្លែងណាមួយគឺយើងភ្ជាប់ទៅកន្លែងហ្នឹងគឺមានអត្ថន័យនេះភ្ជាប់ជាមួយ GoPro អូខេហើយនេះគឺកន្លែងនេះគឺកន្លែងដាក់ថ្មខ្ញុំបកឲ្យមើលទៅម្ដងនេះឃើញកន្លែងដាក់ថ្មអូខេនេះកន្លែងនេះគឺ USB កន្លែង USB charge គឺកន្លែងសាកថ្មរុនសាកថ្មគឺយើងដាក់ថ្ម GoPro ចូលក្នុងនោះទៅគឺយើងសាកនៅក្នុងនឹងតែម្ដងហើយមានមួយទៀតគឺbattery charger ហ្នឹងមានន័យថាយើងទិញដុំសាកផ្សេងទៀតហើយបន្តយើងដាក់ថ្ម GoPro ចូលគឺយើង charge ផ្សេងទៀតតែបើយើងមិនចង់បាន charger ទេយើងអាចដាក់ថ្មចូលក្នុងនោះហើយ charge នៅក្នុង GoPro តែម្ដងគឺវាអូតូអូខេគឺស្រស់ស្អាតខ្ញុំស្រឡាញ់អូខេឥឡូវខ្ញុំនឹងបង្ហាញមួយទៀតនេះសម្រាប់ connect ជាមួយម៉ូតូឬក៏យើងទៅណាទៅណីឬឆង់ថតអីគឺយើងជាប់វាជាមួយដាហូបនឹងតពួកនឹងនេះគឺវាមានទាំងអស់សម្រាប់ឲ្យយើងប្រើប្រាស់អូខេអានេះគឺសម្រាប់ភ្ជាប់ជាមួយមួកជាមួយម៉ូតូមួកម៉ូតូអូខេនេះសម្រាប់ភ្ជាប់ជាមួយដៃម៉ូតូឬក៏ដៃកង់ពេលយើងធ្វើដំណើរចង់ថតទីកន្លែងណាមួយនេះ
នេះគឺជាទំពក់វាដែលយើងភ្ជាប់ជាមួយនឹងមិនដែលខ្ញុំបង្ហាញហ្នឹងអូខេគឺវាមានប៉ុណ្ណឹងខ្សែវាហើយនៅក្នុងនេះមានខ្សែឆាតថ្មមានវាមានឈ្មោះវា brand នៅលើហ្នឹងគឺឈ្មោះ GoPro អូខេគឺ brand របស់វាជាអស់ហើយនេះគឺជាកាតាឡុកយើងអាច scan បានជាមួយbarcode នេះយើង scan ហើយគឺយើង download ហើយយើងឆែកចូលក្នុង website ហើយនៅក្នុងនេះវាមានដាក់ឈ្មោះUnlimited Cloud Storage of your GoPro footage អូខេគឺល្អខ្ញុំដាក់មកខាងសិនហើយនេះគឺរបៀបប្រើប្រាស់ណែនាំ GoPro មុនយើងបើក GoPro គឺយើងត្រូវ download app GoPro នេះគឺរបៀបប្រើប្រាស់អានេះគឺ Google Play Android ហើយនិង App Store iOS គឺយើងអាច download បាននេះគឺរបៀបប្រើប្រាស់លេខ1អូខេនេះលេខ2របៀបប្រើរបៀបបើកមិនដាក់ថ្មមិននេះលេខ3លេខ4នេះគឺយើងថតតែម្ដងលេខ4គឺយើងដាក់ទៅចុច remote គឺថតតែម្ដងអូខេហើយនេះអូខេនេះដែលខ្ញុំប្រាប់មិញគឺទំពក់នេះគឺយើងសម្រាប់ដាក់ជាប់មួកហើយយើងភ្ជាប់ជាមួយ GoPro យើងពេលជិះម៉ូតូអូខេហើយនេះគឺឈ្មោះ GoPro brand យើងចង់ sticker នេះគឺ sticker GoPro បាទអរគុណហើយវាជាអស់ហើយនេះគឺកាតាឡុករបស់វា Help product questions ជំរាបថាបើយើងអត់ដឹងពីរបៀបប្រើប្រាស់ GoPro នោះគឺយើងអាចអានពីរបៀបណែនាំមានទាំងអស់អូខេចាអានេះគឺជាភាសាអង់គ្លេសសុទ្ធបាទមានតែប៉ុណ្្នឹងហើយវាលាយជាមួយនឹងប្រអប់ឲ្យស្អាតជាមួយ GoPro នេះគឺស្រឡាញ់ប្រអប់នេះមែនទែនគឺវា design លើកនេះគឺ GoPro 9វាស្អាតតែម្ដងបាទគឺមានឈ្មោះ logo ខាងលើហើយអានេះដូចជាវាអត់ជ្រាបទឹកទេកាបូបនេះខ្ញុំគិតតែដូចជាអត់ជ្រាបទឹកទេហើយវាមានប្រអប់នេះសម័យចំនួនមុន GoPro មុនគឺវាមានអានេះមានតែនេះវាដាក់ឲ្យចេះគឺសម្រាប់យើងដាក់ GoPro ហើយនឹងដាក់ថ្មដាក់ accessory របស់វាក្នុងនេះហើយខាងនេះកន្លែងនេះគឺយើងសម្រាប់ដាក់ memory card ហើយរបស់ផ្សេងៗដែលចង់ដាក់ហ្នឹងណាហើយខ្ញុំទិញមកហ្នឹងគឺវាថែម memory ឲ្យខ្ញុំមួយគឺវាជា 64GB បាទ memory នេះខ្ញុំបានបកមើលហើយឆែកមើលហើយចង់ឲ្យអ្នកទាំងអស់គ្នាមើលអូខេនេះវាមាន USB card មួយធំស្គួរអូខេធ្លាក់នេះគឺ memory របស់វាគឺ Toshiba ដែលគេ free ឲ្យខ្ញុំហ្នឹងណាខ្ញុំទិញមកគឺគេឲ្យ 64GB Toshiba ហើយអានេះគឺ USB card គឺ Toshiba ដែរ microchip micro USB adapter គឺយើងយកអានេះមកពេលយើងចង់ដោតជាមួយយើងថតហើយណាយើងថតហើយអូខេយើងដោតចូលនេះហើយនៅកន្លែង PC កុំព្យូទ័រយើងគឺវាមាន USB card adapter ហ្នឹងយើងអាចដោតចូលបានហើយcopy ចូលកុំព្យូទ័រតែម្ដងគឺវាស្រួលហើយមួយទៀតបើយើងមាន USB គឺយើងភ្ជាប់កាតហ្នឹងចូល USB របស់យើងហើយយើង connect ចូលកុំព្យូទ័រយើងអាច download បានវាធ្វើឲ្យវីដេអូយើងច្បាស់ពេលដែលយើងបដោតជាមួយ memory នេះគឺច្បាស់ពេលយើងផុសទៅលើ association សង្គមបណ្ដាញហ្នឹងបណ្ដាញសង្គមហ្នឹងគឺវាច្បាស់វីដេអូច្បាស់ដល់ទៅ 4K អូខេវាមានតែប៉ុណ្្នឹងនេះវាមាន GoPro USB card ខ្ញុំបានវាមានថ្មហើយ accessory អូខេមាន USB ហើយនេះគឺសម្រាប់ជាប់ហើយប៉ុណ្ណឹងតែខ្ញុំទិញមក
ok cứ bị sọt sạt bị miên cho môi cầm bốp nè cứ như sạt cầm bốp một tên hay bị miên luôn cầm cao tiếng cầm bốp ta cầm bốp với thay nè ok ở đây nhưng làm nè dùng ở đây tục anh đi mở lại sân ok dùng bộ đi chân ra sân bắt đầu đi bằng hai anh bột hếtคือtrong nàyអ្នកអរគ្នាដឹងថាយើងដាក់ memory ចូលទៅក្នុង GoPro ហ្នឹងដាក់យ៉ាងម៉េចអូខេយើងយក GoPro មកហើយយើងមើលវាសិនហើយចំណុចយើងរកកន្លែង clip បើកនេះហើយបើកនេះអូខេរកឃើញហើយគឺយើងបើកទាញវាទៅមកអូខេហើយតាមមកយើងដាក់ memory មុនសិនយើងមិនអាចដាក់ថ្មមុនបានទេគឺយើងដាក់ memory មុនអូខេយើងរុញវាចូលទៅហើយចង់បើកវិញយើងរុញម្ដងទៀតទី2ទៅវាបើកវិញវាធាក់ខ្លួនឯងយើងរុញចូលអូខេហើយតាមមកអូខេយើងដាក់ GoPro ចូលពុបដល់យើងបិទគ្រប់មកអូខេវាលោតភ្លើងមិនភ្លឹបបកហមហើយបន្ទាប់មកយើងបើក remote នេះមកនេះ mode ឈ្មោះថា mode យើងបើកវាមកចុចជាប់ទឹកវាបើកហើយអូខេបើយើងចុច alert នេះក៏វាបើកដែរគាត់ថាចុច alert នេះក៏វាអូតូថតតែម្ដងជាងមិនចាំចុច remote ទេអាហ្នឹងគឺរបៀបលឿនយើងចុចបើកហើយថតតែម្ដងអូខេអូខេនេះវាមានវីដេអូហើយនឹងថតយើងរុញខាងនោះគឺវាមានឲ្យយើងរើសយើងចង់ថតយើងចង់វីដេអូតែមកយើងចង់ថតវីដេអូ time lapse គឺមានអត់អូខេហើយនៅលើនេះនៅកន្លែង screen លើនេះវាយើងអូសមកគឺវាយ៉ាងចាំងទៀតយ៉ាងចាំងគាត់ថាវាយ៉ាងចាំងអូខេនេះនៅកន្លែងនេះនៅខាងលើ screen ហ្នឹងគឺវាមានសំឡេងនិយាយសំឡេងហើយរូបទស្សន៍ហើយមាន lock ហើយមាន screen ជា Instagram នេះហើយមានថតរូបមនុស្សហើយវាមានឆ្វេងស្ដាំ lock នេះហើយកន្លែងនេះមានសញ្ញាថតរូបគឺទាំងអស់ហ្នឹងគឺយើងសម្រាប់ពេលយើងចាំបាច់ពេលថតឲ្យវា smooth ឬក៏ជាមានការចាំបាច់ថតឲ្យលក្ខណៈ smooth slow motion គឺយើងសេរីនៅលើនេះហើយ time lapse គឺនេះ time lapse នេះមិន time lapse វីដេអូឥឡូវយើងរើសយកវីដេអូអូខេនេះថតរូបហើយយើងអាចនិយាយសំឡេងបានពេលយើងចង់ថតគឺវាថតអូតូមកហើយយើងចង់បិទគឺយើងនិយាយថា GoPro បិទគឺវាត្រូវបិទមកចាំមើលខ្ញុំសាកនិយាយ GoPro turn off អូខេអញ្ចឹងមានថាពេលនេះគឺវាបិទមែនណាអូខេអញ្ចឹងវាអាចស្ដាប់សំឡេងយ៉ាងបានតិចទៀតខ្ញុំនឹងឲ្យបើកមកវិញខ្ញុំនឹងនិយាយវានឹងបើកមកវិញអូខេចាំមើលខ្ញុំនិយាយ GoPro turn on អូខេវាបើកហើយគឺវាអូតូវាស្ដាប់សំឡេងយើងបានគឺវាបើកអូតូតែម្ដងឥឡូវខ្ញុំឲ្យវាបិទអូខេ GoPro turn off អូខេអញ្ចឹងវាបិទហើយអញ្ចឹងវាមិនតែប៉ុណ្្នឹងហើយវីដេអូបន្តទៀតខ្ញុំនឹងបង្ហាញអំពីរបៀបប្រើប្រាស់ថត
របៀបធ្វើយ៉ាងម៉េចថតស្អាតថត smooth យក 4K យកមិនលក្ខណៈមិនឲ្យបាន 4K ចឹងអូខេចឹងអរគុណច្រើនវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណបាយបាយ